រៀននៅក្នុងការពេលវេលាដែលហាត់រៀនពុតក្បាច់រួចហើយរបាំនេះបង្ហាញអំពីផ្កាគឺដូចជាតំណាងឲ្យនាងដាកាតូចឬដែរគេច្រើនតែយករបាំនេះទៅសម្ដែងនៅក្នុងពិធីបុណ្យទានផ្សេងៗដូចជាបុណ្យទិវាកុមារពិធីបុណ្យជប់លៀងផ្សេងៗបើកវគ្គសិក្សានិងរបាំនឹងរដូវចូលឆ្នាំដូចនេះដែរសូមអញ្ជើញរបាំបុប្ផាលោកីសូមទស្សនាដូចតទៅលោកអញ្ជើញអ